Hello សួស្តីបងប្អូនទាំងអស់គ្នាហើយនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែធ្វើដំណើរចេញទៅបបកត្រីនៅទន្លេសាបផងដែរបាទហើយសម្រាប់ការចេញទូករបស់ខ្ញុំនឹងគឺខ្ញុំធ្វើដំណើរតាំងពីយប់ឯណោះបាទគឺយើងត្រៀមចេញទៅតាំងពីម៉ោង4ឯណោះបាទគឺយើងរៀបចំបាយទឹកឲ្យហើយរួចស្រេចចឹងណាហើយសម្រាប់ការលេងនៅទន្លេគឺយើងប្រើសកម្មភាពរៀបចំបែបហ្នឹងឯងដើម្បីធ្វើការងាយស្រួលដែរយើងត្រូវការទៅហ្នឹងគឺធ្វើយ៉ាងម៉េចឲ្យទៅដល់គោលដៅហ្នឹងឈានចូលទៅដល់ម៉ោង6កន្លះអីយ៉ាងយូរចឹងទៅបាទឥឡូវគឺយើងកំពុងតែរៀបចំចេញទៅហើយសម្រាប់ធីមខ្ញុំថ្ងៃហ្នឹងគឺចុះរហូតដល់2ទូកឯណោះបាទហើយថ្ងៃនេះគឺលេងគ្នាច្រើនបាទលេងគ្នារហូតដល់8នាក់ផងដែរហើយគឺយើងចុះ2ទូកបាទហើយមានស្មាត់ខាងជ្រាវស្មាត់ខាងល្អក់ស្មាត់ខាងស្វាយគុំបាទហើយនេះសុទ្ធតែធីមរបស់ខ្ញុំបាទឥឡូវកំពុងតែធ្វើដំណើរចេញពីផែទៅហើយកំពុងតែធ្វើដំណើរចេញពីផែឆ្ពោះទៅទន្លេសាបត្រើយម្ខាងផងដែរបាទហើយសម្រាប់ការធ្វើដំណើររបស់យើងគឺយូរដែរយើងធ្វើដំណើរនៅផ្លូវទឹកអញ្ចឹងណាហើយសម្រាប់គោលដៅដែលយើងទៅតម្រាំទៅដល់ហ្នឹងគឺប្រហែលជាខ្ទង់1ម៉ោងជាងបើសិនជាអាកាសធាតុល្អគឺយើងអាចទៅដល់លឿនហើយប៉ុន្តែបើអាកាសធាតុមិនល្អបើសិនជាគេហៅថាចំណូលខ្លាំងណាបើសិនជាទឹកទន្លេបោកខ្លាំងចឹងទៅគឺយើងពិបាកធ្វើដំណើរចឹងទៅយើងមានតែបើកវាំងចឹងទៅគឺធ្វើឲ្យយើងធ្វើដំណើរយូរចឹងទៅបាទឥឡូវមកដល់គោលដៅដែលត្រូវលេងហើយគឺយើងរៀបចំដើម្បីលេងហើយសម្រាប់លេងហ្នឹងគឺมันឈរលើទូកច្រើនទេគឺយើងរៀបចំឆ្នេរមកម្នាក់មួយចឹងទៅបាទហើយដើម្បីងាយស្រួលនៅក្នុងការឈរលេងបាទធំអានេះខំធំចូលគីឡូមួយអូធំអានេះកន្លះគីឡូជាងអូធំល្អខំមកភ្លឹបបាទប៉ុន្មានដៃអើយត្រីទន្លេអាខ្ពើមមែនណាខំមកទូចធំអត់ខំស្បៃបងចោលហើយនេះតែបានមួយបងចោតខំសោះ ស្
chưa ơi rập ban kham có đài tay tìm mùi đi kể mình nè mua 5 ba lấy tiếp cho ban mùi